រឿងមហាអាណាចក្រខ្មែរប្រវត្តិនៃមហាអាណាចក្រខ្មែរផ្សំឡើង3ដំណាក់កាលធំគឺសម័យអាណាចក្រភ្នំសម័យចិនឡានិងសម័យអង្គរ1សម័យអាណាចក្រភ្នំកាលពីដើមឡើយមានមហាព្យុះមួយដែលបង្កឲ្យមានទឹកជំនន់លំពីពេញថៃទៅរំពេចនោះមានស្ដេចនាគហោះមកពីលើមេឃហើយបានស្រូបយកទឹកសមុទ្រកើតបានជាកោះមួយដែលមានមនុស្សជាច្រើនរស់នៅយ៉ាងសុខក្សែមខ្សាន្តមានម្ចាស់ក្សត្រីមួយអង្គព្រះនាមសូមាព្រះនាងព្រមទាំងពលសេនាបានធ្វើដំណើរទៅប្រយុទ្ធជាមួយព្រះអង្គម្ចាស់កោណ្ឌញ្ញក្សត្រទាំងពីរកំពុងត្រៀមធ្វើសង្គ្រាមពេលនោះស្ដេចនាគក៏បានលេចចេញមកម្ដងទៀតមន្ត្រីសម្លេងមន្ត្រីមិនគួរប្រយុទ្ធជាមួយព្រះអង្គម្ចាស់អង្គនេះទេតែព្រះអង្គបានឈានពានអាណាចក្រភ្នំរបស់យើងទេទូលព្រះបង្គំគ្រាន់តែមកតាមការយកសបិនប៉ុណ្ណោះទូលព្រះបង្គំទូលតាមការពិតព្រះបិតាមិនអីទេបុត្រីក្សត្រាអង្គនេះគឺជាគូនឹងបុត្រីកាលពីអតីតជាតិក្សត្រាអង្គនេះតើបុត្រាយល់យ៉ាងណាដែរព្រះអង្គសុព្រះハរតីរៀបអភិសេកជាមួយបុត្រីរបស់យើងទេប្រការណាថ្លៃពិសេសចុះចំណែកបុត្រីវិញទទួលព្រះរាជអង្គការដំណរក្រោយមកអាណាចក្រភ្នំនិងចេនឡាបានបង្រួបបង្រួមគ្នាជានគរតែមួយធ្វើឲ្យផែនដីសវណ្ណភូមិកាន់តែរីកចម្រើនហើយវិស័យអប់រំក៏មានភាពល្បីល្បាញផងដែរដោយសារមានសាលាទេសសាប្រមកគ្រប់គ្រងដោយតាអេសីដែលមានសិស្សគុណយ៉ាងច្រើនកកមកពីនគរជិតខាងរួមទាំងញាតិវង្សានុវង្សក៏បានមកសិក្សាវិជ្ជានៅទីនេះដែរក្នុងនោះព្រះបាទជ័យវរ្ម័នទី2បានក្លាយជាព្រះរាជាដ៏ខ្លាំងពូកែព្រះអង្គបានជំនះប្រជានុរាស្ត្រចេញពីកណ្ដាប់ដៃសត្រូវនៅពេលដែលនគរជិតបន្ទាប់មកព្រះអង្គបានធ្វើនយោបាយបង្រួបបង្រួមនគរគឺចេនឡាគូនិងចេនឡាទឹកព្រះអង្គបានកសាងប្រាសាទដើម្បីឧទ្ទិសដល់ព្រះអាទិទេពនិងបុព្វបុរសសម្ដែងនៅកតញ្ញុតាធម៌ព្រះអង្គបានចងចំណងការទូតនិងធ្វើពាណិជ្ជកម្មជាមួយប្រទេសជិតខាងចាប់តាំងពីពេលនោះមកព្រះរាជាចំនួនក្រោយៗបានយកគំរូតាមព្រះអង្គសម័យអង្គរព្រះបាទជ័យវរធនបានកសាងក្រុងអង្គរធំព្រះអង្គបានប្រែក្លាយដីដែលស្ងួតហួតហែងឲ្យក្លាយទៅជាដីកសិកម្មភីវស្រងាត់ព្រះអង្គបានកសាងប្រាសាទជាច្រើនដូចជាប្រាសាទតាព្រំនិងប្រាសាទបាយ័នព្រះអង្គបានក្លាយជាព្រះបាទជ័យវរ្ម័នទី7ក្នុងឆ្នាំ1181នគរមានសន្តិភាពប្រជារាស្ត្ររស់នៅសុខដុមរមនាហើយគ្មានបរទេសណាហ៊ានឈ្លានពានទេនៅក្នុងរជ្ជកាលព្រះអង្គបានដឹកនាំនគរក្លាយជាមហាអាណាចក្រខ្មែរប្រមាណ4សតវត្សក្រោយមកភាពរុងរឿងរបស់អធិរាជអាណាចក្រខ្មែរបានធ្លាក់ចុះដោយសារការគ្រប់គ្រងប្រទេសរបស់ក្សត្រអង្គខ្លះមិនប្រកបដោយទស្សពិតរាជធម៌ធ្វើឲ្យបែកបាក់សាមគ្គីភាពក្នុងសង្គមប្រជាជនក្រមសុខភាពពេលនោះមានក្មេងវត្តម្នាក់ឈ្មោះកនដែលប្រកបដោយគុណធម៌ភាពវៃឆ្លាតនិងភាពប៉ិនប្រសប់លើជំនាញជាច្រើនបានក្រោកឡើងធ្វើបដិវត្តប្រជាជនដើម្បីបង្រួបបង្រួមនគរឡើងវិញទ
ទីបំផុតគាត់បានក្លាយទៅជាស្ដេចព្រះស្រីជេដ្ឋាយើងនិទានពីមហាអាណាចក្រខ្មែរដែលចាប់ផ្ដើមឡើងត្រឹមព្រះអង្គម្ចាស់ជ័យវរធនតាម្ចាស់អូនមានរឿងអ្វីនៅពេលដែលខ្ញុំម្ចាស់កំពុងតែបន់ស្រន់ស្រាប់តែស្រមៃឃើញអ្នកគ្រាជាទីសក្ការៈត្រូវបានសត្រូវធ្វើគុណអ្នកគ្រាមិនសកត់ឡើយវាមិនអាចខ្លាចជាការពិតទេក្រាបទូលព្រះអង្គទូលបង្គំមេសាជាបន្ទាប់សត្រូវចូលឈ្លានពានព្រះនគរវិវរកុំព្រួយប្រតិអីកុំសម្លាញ់បងនឹងឈ្នះសឹកនេះជាមិនខានតែខ្ញុំម្ចាស់បារម្ភពីព្រះអង្គវត្ថុដែលជាប់នឹងកៃរបស់ខ្ញុំម្ចាស់តាំងពីកុមារគឺព្រះរាជកំសែងនេះវាតំណាងឲ្យប្រកាយនិងប្រលឹងរបស់ខ្ញុំម្ចាស់វានឹងចងក្រងប្រលឹងយើងទាំងពីរបើសិនជាព្រះអង្គបាត់ពីក៏ដូចជាបាត់ខ្ញុំម្ចាស់ដែរបងនឹងថែរក្សាវាអស់មួយជីវិតក្រាបទូលព្រះអង្គបងក៏បានត្រៀមខ្លួនរួចជាស្រេចហើយលីហើយម្ចាស់អូនសូមព្រះអង្គថែរក្សាប្រកាយផងចេញដំណើរទៅកណាត់ថ្លៃផ្សេងលីហើយសូមថែប្រកាយព្រះអង្គសូមព្រះបេតាករណាថែរក្សាព្រះស្វាមីខ្ញុំម្ចាស់ផងឥឡូវនេះដល់ពេលដែលយើងត្រូវសង្គ្រោះព្រះនគរដើម្បីព្រះមហាអាណាចក្រខ្មែរដើម្បីព្រះមហាអាណាចក្រខ្មែរ